បសសបន្តផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងផ្នែកថែទាំសុខភាពជូនដល់មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពតអាដាមបណ្ឌិតហេងសុផានរិទ្ធអគ្គនាយករងបសសតំណាងឲ្យអាដាមមេងហុងប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គមបសសនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នេះបានអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារនិងថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រមអាវ៉ាតរដ្ឋបាលខេត្តកំពតដោយមានការចូលរួមប្រមាណជាង180នាក់អាដាមបានលើកឡើងថាប្រព័ន្ធគាំពារសង្គមកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងសកម្មស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិឆ្នាំ2024-2035ក្នុងនោះបេឡាជាតិសន្តិសុខសង្គមបសសគឺជាប្រតិបត្តិការតែមួយគត់ដែលផ្ដល់សេវាគ្របដណ្ដប់លើផ្នែកហានិភ័យការងារផ្នែកថែទាំសុខភាពនិងផ្នែកប្រាក់សោធនផ្នែកនិយត្តភាពការងារដើម្បីការពារសមាជិកបសសពីការបាត់បង់ចំណូលភ្លាមៗក្នុងករណីឈឺថ្កាត់មិត្តភាពគ្រោះថ្នាក់ការងារពិការភាពឬចូលនិវត្តន៍អាដាមបានបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងដល់មន្ត្រីទទួលបន្ទុកការងារបសសក្នុងខេត្តកំពតអំពីនីតិវិធីចុះបញ្ជីការនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលចំណេះដឹងទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការយកទៅអនុវត្តនិងផ្សព្វផ្សាយបន្តជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងអង្គភាពរបស់ខ្លួនឲ្យបានទូលំទូលាយអាដាមខាន់សុខាអភិបាលរងនៃគណៈអភិបាលខេត្តកំពតតំណាងអាដាមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពតបានបញ្ជាក់ថាការយល់ដឹងពីរបបសន្តិសុខសង្គមមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេប៉ុន្តែជាការងារការពារសិទ្ធិនិងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីគ្រប់រូបអាដាមអភិបាលរងខេត្តកំពតបានផ្ដាំផ្ញើឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញបសសដើម្បីយល់ច្បាស់ពីនីតិវិធីនិងអត្ថប្រយោជន៍នានាព្រមទាំងជួយផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមន្ទីរអង្គភាពនិងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានជ្រួតជ្រាបនិងប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវ។